នាព្រឹកព្រលឹមមួយនៅទីក្រុង Las Vegas ពន្លឺព្រះអាទិត្យដ៏ស្រទន់ជះទម្លុះពីក្រៅចូលមកក្នុងរថយន្តដែលខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំកំពុងបើកបរចាកចេញពីទីក្រុងទៅកាន់ទិសដៅមួយផ្សេងទៀតមនុស្សគ្រប់គ្នាបាននិយាយថាពិភពលោកឈប់ផ្លាស់ទីទៅហើយដោយសារតែជំងឺដ៏កាចសាហាវ COVID-19 ជើងហោះហើរបានកាត់បន្ថយព្រំដែនប្រទេសមួយចំនួនធំក៏បានបិទក្តីសុបិនត្រូវបានពន្យាពេលប៉ុន្តែនៅកន្លែងណាមួយរវាងភាពភ័យខ្លាចនិងជំនឿខ្ញុំបានរកឃើញភាពក្លាហានដើម្បីផ្លាស់ទីខ្ញុំមិនបានរត់គេចខ្លួននោះទេប៉ុន្តែខ្ញុំកំពុងព្យាយាមដកដង្ហើមម្ដងទៀតព្យាយាមចងចាំថាសេរីភាពមានអារម្មណ៍បែបណាមុនពេលភាពស្ងៀមស្ងាត់ចូលមកដល់ហើយប្រហែលជាភាពស្ងៀមស្ងាត់មិនមែនជាអ្វីដែលត្រូវខ្លាចនោះទេប្រហែលជា The outbreak of COVID-19 បានធ្វើឲ្យពិភពលោកនិងមនុស្សគ្រប់គ្នារៀនចេះដើរយឺតជាងមុននិងធ្វើឲ្យយើងបានស្ដាប់ម្ដងទៀតនៅសំឡេងធម្មជាតិនិងបានគិតពីរឿងដែលយើងមិនបានធ្វើវាពីមុនពីព្រោះពួកយើងរវល់សឹងតែគ្មានពេលវេលាសម្រាប់ខ្លួនឯងក៏ដូចជាមនុស្សដែលនៅជុំវិញខ្លួនយើងប៉ុន្តែខ្ញុំគិតថាសេរីភាពនឹងមានអារម្មណ៍ល្អប្រសើរឡើងនៅពេលដែលយើងចែករំលែកវាកន្លងមកវាគ្រាន់តែខ្ញុំនិងខ្លួនឯងធ្វើដំណើរនៅផ្លូវបើកចំហដ៏វែងឆ្ងាយប៉ុន្តែបន្ទាប់មកពួកគេបានចូលមក My people my friend សិទ្យាពិសិដ្ឋណាងនិងចំណានដែលបានចំណាយពេលដែលមានតម្លៃរបស់ពួកគេមកកំដរខ្ញុំក្នុងដំណើរដ៏វែងឆ្ងាយលើកនេះពួកគេទាំងអស់បានរំលឹកខ្ញុំថាសូម្បីតែនៅក្នុងពិភពលោកដ៏ស្ងប់ស្ងាត់ក៏ដោយសំណោចនៅតែអាចបន្តបានសិទ្យាជាមនុស្សរស់រាយតែងញញឹមទោះបីមានរឿងអ្វីក៏ដោយនាងចូលចិត្តនិយាយលេងច្រើនហើយគាត់តែងតែធ្វើរឿងដែលសមហេតុផលគាត់គឺជាមិត្តដែលរំលឹកពួកយើងគ្រប់រឿងនៅពេលដែលយើងធ្វើដំណើរពិសិដ្ឋពោពេញទៅដោយធម៌ពលនិងភាពស្វាហាប់នាងជាមនុស្សស្ងប់ស្ងាត់មិនសូវចូលចិត្តនិយាយលេងសើចច្រើនប៉ុន្តែបើគេចាប់ផ្ដើមនិយាយលេងជាមួយនោះបានន័យថាម្នាក់នោះគឺគាត់ចាប់ផ្ដើមចូលចិត្តហើយនិងចំណានជាមនុស្សមានស្ថិរភាពតែចូលចិត្តលេងសើចច្រើនត្រៀមខ្លួនជានិច្ចដើម្បីស្វែងរកផ្លូវត្រឹមត្រូវឬធ្វើឲ្យមនុស្សគ្រប់គ្នាស្ងប់នៅពេលមានរឿងខុសប្រក្រតីគេជាយុទ្ធការរបស់យើងជាហេតុផលដែលយើងមិនដែលវង្វេងផ្លូវសូម្បីតែពេល GPS lost signal ក៏ដោយIgnore the sunlight. Let's go, let's run. 'Cause I couldn't stand on my knees. It's never wrong when you stand right by me, and I'll be right by your side. Tôi chăm sư gà mắm mày có ចំណែកខ្ញុំបានលួចគិតក្នុងចិត្តថា These people they weren't just friends even though our time together hasn't been long it feels like I known them for much longer they were the little piece of home I carried with me when the world closed down they opened up my heart again ខ្ញុំសម្លឹងមើលទៅក្រៅបង្អួចពន្លឺព្រះអាទិត្យចាំងភ្នែករបស់ខ្ញុំបានធ្វើឲ្យខ្ញុំបាត់បង់រវាងការចងចាំមិនល្អអំឡុងពេល COVID និងចាប់ផ្ដើមឡើងវិញនៅសន្តិភាពផ្លូវចិត្ត
ពួកយើងបានបើកឡានរាប់ម៉ាយតាមរយៈភាពស្ងៀមស្ងាត់និងចម្រៀងលាយនឹងការសើចលេងសប្បាយតាមផ្លូវមានអារម្មណ៍ខ្លាំងក្លាជាង The Emptiness of the World មកដល់ជ្រុងមួយរវាង Las Vegas និង Utah ខ្ញុំចាប់ផ្ដើមដកដង្ហើមម្ដងទៀតនាងបាននិយាយមួយពីខើអីខាងក្រោយវាស្អាតណាស់ស្ទើរតែមានអារម្មណ៍ថាពិភពលោកមិនបានប្រឆាំងនោះទេខ្ញុំឆ្លើយតបទៅនាងពិភពលោកមិនមែនកំពុងប្រឆាំងនោះទេប្រហែលពិភពលោកកំពុងតែរងចាំពួកយើងដើម្បីស្វែងរកវាម្ដងទៀតប្រហែលពិភពលោកមិនបានផ្លាស់ប្ដូរនោះទេប្រហែលអ្នកដែលបានផ្លាស់ប្ដូរនោះគឺពួកយើងមិនបានកត់សម្គាល់ថានៅពេលដែលអ្វីគ្រប់យ៉ាងចាប់ផ្ដើមមានអារម្មណ៍ថាតូចទៅ I don't know since when I was broken into pieces because of keeping living in the same place the same life every day ផ្លូវវាខ្សាច់ទទេធូលីពណ៌មាសហែក្នុងខ្យល់ស្ងួតផ្ទាំងប៉ាណូរ៉ូសាត់នៅស្ងៀមមេឃពណ៌ខៀវលាតសន្ធឹងគ្មានទីបញ្ចប់សិទ្ធិបាននិយាយមកកាន់ពួកយើង It's okay guy let's say hi to 2021 the year we all decided the world went crazy ពិសិដ្ឋត្រឹមត្រូវណាស់ the year we decided to go crazier នាងញញឹមស្ងាត់ពេលសម្លឹងមើលបងអួចយ៉ាងហោចណាស់មេឃនៅតែមើលទៅដូចដើមមិនមែនអ្វីទាំងអស់បានផ្លាស់ប្ដូរនោះទេចំណានដែលកំពុងមើលផែនទីបណ្ដើរប្រសិនបើយើងបន្តបើកត្រង់យើងនឹងទៅដល់ទីក្រុង Zion នៅពេលថ្ងៃលិចខ្ញុំឮថាផ្កាយរះនៅទីនោះមើលទៅដូចជាគំនូរអញ្ចឹងរថយន្តបន្ថយល្បឿននៅពេលដែលឆ្នាំងថ្មក្រហមដ៏ធំនៃឧស្សាហជាតិ Zion បានលេចឡើងនៅពីមុខយើងបើកបរអស់ជាច្រើនម៉ាយនៅលើផ្លូវវាខ្សាច់ទីបំផុតពួកយើងបានមកដល់ទីនេះហើយ Zion ជាកន្លែងដែលមានអារម្មណ៍ថាពិភពលោកឈប់ដើម្បីឲ្យយើងអាចដកដង្ហើមបានម្ដងទៀតប្រហែលជាការធ្វើដំណើរមិនមែនជាការរត់គេចនោះទេប្រហែលជាការស្វែងរកបំណែកមួយរបស់ខ្លួនយើងដែលយើងបានភ្លេចនៅកន្លែងណាមួយពេលខ្លះយើងធ្វើដំណើរទៅឆ្ងាយគ្រាន់តែដឹងថាអ្វីដែលយើងកំពុងតែស្វែងរកគឺមិនមែនជាគោលដៅនោះទេគឺជាខ្លួនយើងរាល់ការធ្វើដំណើរផ្លាស់ប្ដូរយើងបន្តិចម្ដងហើយនោះជារបៀបដែលជីវិតបានរំលឹកយើងថាយើងនៅមានជីវិតយើងនឹងមិនដឹងថាកម្លាំងចិត្តរបស់យើងខ្លាំងប៉ុណ្ណានោះទេរហូតដល់ផ្លូវសាកល្បងភាពស្ងៀមស្ងាត់របស់យើងជីវិតផ្លាស់ទីដូចជាការធ្វើដំណើរ road trip យើងមិនអាចគ្រប់គ្រងអ្វីដែលនឹងកើតឡើងនោះទេប៉ុន្តែយើងអាចជ្រើសរើសនៅអ្វីដែលយើងត្រូវចងចាំសេរីភាពមិនមែនជាការបោះបង់ចោលគ្រប់រឿងទាំងឡាយនៅជុំវិញខ្លួនយើងទាំងអស់នោះទេប៉ុន្តែវាជាអារម្មណ៍កក់ក្ដៅនៅក្នុងខ្លួនរបស់យើងពិភពលោកធំទូលាយប៉ុន្តែសន្តិភាពផ្លូវចិត្តគឺជាអ្វីដែលយើងនាំមកជាមួយខ្លួនយើងគ្រប់ទីកន្លែង